ឥឡូវនេះមកមើលក្តាប់ចន្ទទីរបស់គ្នាបងប្អូនគឺចាប់ផ្ដើមមកហើយនេះមកលប៉េលប៉ោះហើយគឺរិចមកគឺទម្លាក់ទៅជាក្តាប់តែម្ដងបងប្អូននេះបាទគឺមិនតាន់មកអស់ទេគឺមកបានខ្លះមកមិនបានច្រើនបងប្អូនត្រូវដឹងថានៅក្នុងមួយស្មែងផ្កាបងប្អូនគឺមានផ្កាទ្វេភេទតែ20%តែប៉ុណ្ណោះដែលផ្កាដែលអាចផលិតទៅជាក្តាប់ឲ្យបងប្អូនអញ្ចឹងមានថា80%ទៀតហ្នឹងគឺជាផ្កាមិនទ្វេភេទផ្កាដែលមិនផលិតទៅជាក្តាប់អញ្ចឹងមកតិចមកច្រើនអាស្រ័យទៅលើនៅក្នុងមួយស្មែងផ្កាហ្នឹងតើបងប្អូនសង្កេតទៅថាផ្កាដែលមានមជុល2ផ្កាមជុល2ហ្នឹងគឺជាផ្កាដែលទ្វេភេទដែលផ្កាដែលផលិតក្តាប់បងប្អូនអញ្ចឹងចន្ទទីនេះនៅខាងខេត្តកំពង់ធំនៅខាងក្រវ៉ាបាក់ស្នាខ្ញុំមកថ្ងៃទី12ថ្ងៃទី13ខែ12 2025ចន្ទទីរបស់គាត់បន្ទាប់ពីបាញ់ឈុតទាញត្រួយហើយគឺបានប្រើជាមួយនឹងឈុតទាញក្តាប់ទៅហើយឥឡូវនេះគឺចាប់ដើមមកក្តាប់លប៉េលប៉ោះហើយអញ្ចឹងសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះចង់សួរនាំខ្ញុំពីបញ្ហាចន្ទទីបងប្អូនអាច comment សួរនាំនៅក្នុងវីដេអូនេះបានហើយបងប្អូនដែលចង់តាមដានខ្ញុំបន្តទៀតជួយ like page ឬក៏ like follow TikTok ដើម្បីឃើញខ្ញុំផុសវីដេអូបន្តទៀតនៅពេលដែលខ្ញុំទៅដល់ចការនៅខេត្តផ្សេងឬក៏ខ្ញុំបង្ហាញពីស្ថានភាពនៅចការនៅតំបន់ផ្សេងបាទអញ្ចឹងបងប្អូនដែលបាន follow នឹងឃើញលឿនបាទ